សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើបង្អែមបបរសណ្តែកខៀវរបស់យើងបងប្អូនយើងត្រូវមុនដំបូងយើងត្រូវដាំទឹកយើងដាក់សណ្តែកនឹងស្ងោរឲ្យវារីកសិនណាបងប្អូនបន្ទាប់មកមិនយើងមកដាំទឹកខ្ទិះដូងហើយខ្ទិះចុងយើងដាំឲ្យពុះហើយបន្ទាប់មកយើងដាក់ចូលភ្នែកថ្មិញអាណាហើយនឹងគ្រាប់សណ្តែកភ្នែកកែបយើងហ្នឹងយើងមុនដាក់ហ្នឹងយើងយកទៅលាងទឹកឲ្យត្រាំទឹករយៈចូលរយៈពេល5-10នាទីសិនបងប្អូនចំពោះថ្មិញអាណានឹងគ្រាប់នឹងភ្នែកកែបហ្នឹងណាដើម្បីវាទន់ហើយស្អាតលាងទឹកឲ្យស្អាតសិនណាបន្ទាប់មកទឹកគឺពុះហើយខ្ញុំក៏ដាក់ចូលហើយនឹងកូរវាឲ្យវាពុះឲ្យវាមើលទៅរៀងថ្លាពួកថ្មិញភ្នែកកែបនិងភ្នែកថ្មិញអាណាហ្នឹងឲ្យវាថ្លាសិនមិនយើងដាក់បន្ទាប់មកខ្ញុំដាក់ដូងសាច់ដូងដែលចាស់ហ្នឹងខ្ញុំហាន់ជាចំណិតទូចៗចឹងបន្ទាប់មកខ្ញុំដាក់ខ្ទើឲ្យឈ្ងុយដែរបងប្អូនហើយខ្ញុំដាក់នឹងមកវាឲ្យរៀងទន់បន្តិចសិនមិនខ្ញុំបន្ថែមដាក់គ្រឿងវាមានអំបិលមួយចឹបបន្ទាប់មកខ្ញុំដាក់ស្ករអញ្ចឹងពេលហ្នឹងគឺថាប្រអែមស្បែកយើងវារៀងឆ្អិនហើយយើងរីកឆ្អិនល្អហើយបន្ទាប់មកមួយថ្មិញអាណាអីហ្នឹងគឺខ្ញុំបន្ថែមស្ករនិងអំបិលចូលបើយើងដាក់ថ្មិញអាណាហ្នឹងអត់ទាន់ឆ្អិនទាន់អីទេយើងដាក់ស្ករអំបិលចូលគឺថាវាអត់ឆ្អិនល្អបងប្អូនក៏មកផ្អែមខ្ញុំចិត្តឆ្អិនរួចហើយមើលទៅទំនងមែនតើបងប្អូននេះខ្ញុំកូរវាត្រឡប់ឲ្យវាចូលជាតិហើយវាបានឆ្អិនសពអីហើយបើខ្ញុំដួសដាក់ចានញ៉ាំអញ្ចឹងបងប្អូនមុនយើងដួសដាក់ចានយើងត្រូវបន្ថែមដូចជាខ្ទិះដើមបន្តិចដែរបងប្អូនខ្ញុំដាក់បន្ថែម2-3 វែកចូលអញ្ចឹងហើយខ្ទិះដើមមុនខ្ញុំដាក់ហ្នឹងខ្ញុំមុនដំបូងខ្ញុំអត់មានកម្រងដាក់ក្នុងឆ្នាំងនៅទឹកពុះអញ្ចឹងឯងខ្ញុំកម្រងដាក់ខ្ញៅទេប៉ុន្តែដោយនេះទៅខ្ញុំក៏សម្រេចចិត្តដាក់វាអញ្ចឹងទៅតែខ្ទិះដូងនេះខ្ញុំបានរងាស់វាកូរវាជាមួយម្សៅឆាបន្តិចដាក់អំបិលបន្តិចហើយនឹងស្ករបន្តិចចូលដែរបងប្អូនហើយសម្រាប់ផ្អែមខ្ញុំហ្នឹងគឺវាអត់សូវផ្អែមមានដោយសារខ្ញុំដាក់ស្ករខ្ទង់តាម1ក្រាមឯងបងប្អូន100 ក្រាមអញ្ចឹងណាដាក់ប៉ុណ្ណឹងហើយស្បែកខ្ញុំខ្ទង់3ខាំឯងប៉ុន្តែខ្ញុំមានសាច់ដូងមានថ្មិញអាណាមានគ្រាប់ភ្នែកកែបអីពីលើអញ្ចឹងទៀតណាវាមើលទៅច្រើនហើយវារីកគ្រាប់ស្បែកវារីកទៅវាច្រើនបងប្អូនហើយដាក់ស្ករខ្ទង់100 ក្រាមហ្នឹងគឺវាមើលទៅល្មមញ៉ាំទៅមិនឆ្ងាញ់ដល់មកដួសដាក់ចានឯងអាកូនពៅខ្ញុំវាថាម៉ាក់កុំធ្វើអីអូនអត់ញ៉ាំទេដល់ពេលគ្រាន់ធ្វើហើយអូននឹងញ៉ាំបានប្រហែលជាកន្លះម៉ោង1 ម៉ោងទាញ៉ាំទៀតមួយចានហ្នឹងគាត់ញ៉ាំទាំងអស់នេះអត់តែសាច់ដូងទេសាច់ដូងខ្ញុំអ្នកញ៉ាំគេពីហ្នឹងគាត់អ្នកញ៉ាំទាំងអស់ហើយគាត់ញ៉ាំបានកន្លះម៉ោងថាកន្លះម៉ោងជាងណាទាញញ៉ាំទៀតគាត់ចូលចិត្តផ្អែមមែនតើចាឥឡូវបង្អែមសណ្តែកខៀវរបស់ខ្ញុំគឺរួចរាល់ហើយបងប្អូនជាចុងក្រោយសូមមកជួយបងប្អូនជួយចុច Subscribe និងចុចរូបកណ្ដឹងទាំងអស់គ្នាផងដើម្បីតាមដានវីដេអូរបស់ខ្ញុំបន្តទៀតហើយបើសិនជាមានបងប្អូនណាមានរូបមន្តពិសេសឬមួយក៏ប្លែកពីខ្ញុំសូមជួយ comment ប្រាប់ផងណាដើម្បីឲ្យខ្ញុំរៀនតាមពីបងប្អូនសូមអរគុណច្រើន